การในឆ្នាំ 75 យើងបានជួបប្រទេសម្ដងមកហើយដោយសារពូអត់សាសនាដែរបានបំភ្លេចបំផ្លាញពុទ្ធសាសនាទៅអស់រលីងអត់មានអីសល់ទេដល់ឆ្នាំ 79 80 យើងបានរើរួចពីរបបមួយដែលមិនមានសាសនានោះមកវិញយើងក៏មានសទ្ធាជ្រះថ្លាចំពោះពុទ្ធសាសនាដែលជាមលុបដ៏ត្រជាក់របស់ពុទ្ធបរិស័ទខ្មែរនេះយើងបានបង្កើតឡើងវិញក៏នឹងនេះរួមដៃសាមគ្គីគ្នាបង្កើតឡើងវិញមកទល់បច្ចុប្បន្ននឹងយើងមានព្រះសង្ឃរាប់ម៉ឺនអង្គមានវត្តមានអារាមរាប់ពាន់នឹងដោយអំណាចទឹកចិត្តជ្រះថ្លាចំពោះពុទ្ធសាសនានោះដល់មកពេលបច្ចុប្បន្ននឹងមានបុគ្គលមិច្ឆាទិដ្ឋិអត់ដើរឃោសនាពូលម៉ាស់តែឌីចំពោះពុទ្ធសាសនាមិនដូច្នោះមានទាំងបព្វជិតអ្នកបួសភិក្ខុអលជីទៅតាមិច្ឆាទិដ្ឋិនឹងក៏ទៅចូលរួមដៃមួយចំនួនក៏មួយចំនួនដែរអាស្រ័យនឹងយើងទាំងអស់គ្នានឹងមានក្តីភ័យព្រួយបារម្ភចំពោះពុទ្ធសាសនារបស់យើងដោយសារមានបុគ្គលប្រកបដោយមិច្ឆាទិដ្ឋិនេះកំពុងតែរួចផ្ដើមប្រមូលកម្លាំងដើម្បីនឹងគំតិចពុទ្ធសាសនានៅលើទឹកដីកម្ពុជាយើងជាគ្រាទី2ទៀតព្រឹកមិញនឹងសម្ដេចឧត្តមចរិយាជើងបណ្ឌិតជើងបញ្ជាលោកបានឡើងទៅធ្វើការអធិប្បាយបកស្រាយពន្យល់អំពីបុគ្គលដែលជាប្រធានគណៈបច្ចុប្បន្ននឹងក៏លោកបានពន្យល់ហើយពន្យល់អំពីវេទៈរបស់បុគ្គលនឹងរួចហើយខាងក្រោយលោកក៏បានលើកពីច្បាប់របស់រដ្ឋចំពោះកំហុសបុគ្គលដែលបានពូតប៉ះពាល់ទៅលើសាសនាដែលជាទីសក្ការៈរបស់យើងនឹងតាមផ្លូវលោកឥឡូវដល់មកវេលាងាកនេះខ្ញុំកណាក៏បាននាទីមានកិត្តិយសដ៏ធំធេងនៃសានុសង្ឃវិជ្ជរៈមហាសន្និបាតនឹងបានប្រគេនពេលវេលាដើម្បីនឹងចូលរួមក្នុងបញ្ហារឿងបុគ្គលមិច្ឆាទិដ្ឋិនេះខ្ញុំកណាសូមលើកឧទាហរណ៍ពីក្រោយព្រះពុទ្ធជាបរមគ្រូមកដែលព្រះអង្គបានបរិនិព្វានទៅក្នុងពុទ្ធសាសនាយើងនឹងមានបានធ្វើសង្ឃាយនាដល់ទៅ5លើកក៏បានធ្វើសង្ឃាយនាដោយខ្លឹមសារនៃការធ្វើសង្ឃាយនានឹងយើងសិក្សាទៅឃើញថាដោយសារមានវិសុភៈបុគ្គលមានហេតុមិនល្អបង្កើតឡើងនៅក្នុងពុទ្ធសាសនាទើបបានសង្ឃាយនាលើកទី1រហូតដល់មកលើកទី5នេះកើតមានឡើងដោយសារមានបុគ្គលមិច្ឆាទិដ្ឋិជាវិសុភៈបុគ្គលនឹងពោលពាក្យចម្រុងចម្រាស់នឹងពុទ្ធសាសនាបឋមសង្ឃាយនាលើកទី1ព្រះពុទ្ធជាបរមគ្រូបរិនិព្វានទៅបាន7ថ្ងៃមានសុភ័តវត្តបព្វជិតក៏ได้បួសចាស់នេះជាសិស្សព្រះមហាកាសបតេដឹងតែព្រះសម្មាសម្ពុទ្ធបរិនិព្វានហើយគឺព្រោះលោកមានគំនុំបកកើតដែលព្រះសម្មាសម្ពុទ្ធគង់នៅនឹងបានទូលមានព្រិនបដៅលោកក៏ដោយសារលោកពីមុនបួសលោកជាងកាត់សក់ដល់បួសហើយលោកដើរជួលកាត់កោសក់ឲ្យពួកវិខុផងគ្នាដើម្បីបានកម្រៃលៀបសក្ការៈពុទ្ធជ្រាបហើយក៏ត្រង់ហៅទៅទូលមានដល់សុភ័តវបបជិតនឹងក៏លោកមានកំហឹងចង់អាឃាតជាមួយនឹងពុទ្ធនឹងតែរកឱកាសក៏ដែលនឹងតបតនឹងវាមិនមានវិសាខ្លាចក្រែង
នៅព្រះបារមីរបស់ព្រះសម្មាសម្ពុទ្ធដល់ព្រះអង្គទ្រង់បរិនិព្វានទៅជាឱកាសបើកឲ្យដល់សុភ័តវត្តបព្វជិតនឹងពួកភិក្ខុជាបឋិជននឹងគ្នាយំស្រែកស្ដាយសណោរឡៃចំពោះព្រះបរមគ្រូគាត់ពោលឡើងថាមនាលអោសោទាំងឡាយជនឯងទៅយំសោកស្ដាយអីសមណៈគោដមកាលតែគាត់នៅយើងមានធ្វើឲ្យបានធ្វើនេះគាត់ហាមធ្វើនោះគាត់ហាមចេះតែខុសតែទាំងអស់នោះអត់ពីគាត់ថាយើងសប្បាយទំនើងចិត្តរបស់យើងធ្វើអីក៏បានអត់មាននរណាថាទេក្នុងឱកាសដែលសុភ័តវត្តបព្វជិតក៏ពោលពាក្យយ៉ាងហ្នឹងព្រះមហាកាសពលោកលឺហើយលោកកើតសង្វេងថាអូព្រះពុទ្ធសាសនាសម្មាសម្ពុទ្ធជាបរមគ្រូបរិនិព្វានទៅមិនទាន់បានប្រមាណថ្ងៃផងមានវិសភាពឧគតពោលចម្រុងចម្រាស់នឹងព្រះពុទ្ធសាសនានឹងជាហេតុក៏ដែលឲ្យកើតបឋមសង្ឃានាលើកទី2លើកទី1ហ្នឹងដោយសារសុខិតវិខោហ្នឹងជាបន្តមកមានសង្ឃានាលើកទី2ទៀតដោយសារពូវិជីបុត្រជាកូនរបស់អ្នកវិជីហ្នឹងបានទៅពូហើយក៏ពោលនៅវត្ថុ10យ៉ាងដែលមិនមែនជាធ្វើជាវិន័យហ្នឹងថាជាធ្វើជាវិន័យអានឹងសង្ឃានាលើកទី2ហ្នឹងសង្ឃានាលើកទី3ដោយសារព្រះបាទធម្មាសោកមានសទ្ធាជ្រះថ្លាក្នុងពុទ្ធសាសនាបានប្រគេនទីវត្ថុលៀបសក្ការៈបច្ច័យ4ដល់ព្រះភិក្ខុសង្ឃក្នុងពុទ្ធសាសនាពួកនៃក្រុនអញ្ញៈដែលថៃនឹងវាបាត់បង់លៀបសក្ការៈអស់ស្ទើរតែនឹងចិញ្ចឹមជីវិតនឹងមិនបានផងក៏ពិបាកក្នុងការរស់នៅក៏ចូលទៅបួសក្នុងពុទ្ធសាសនាជាបព្វជិតនៅពុទ្ធជាភិក្ខុពុទ្ធសាសនាហ្នឹងដល់បានបួសហើយក៏តាំងប្រកាសលទ្ធិរបស់ពួកនៃក្រុនអញ្ញៈដែលថៃហ្នឹងនៅក្នុងសំណាក់ពុទ្ធសាសនាហ្នឹងបើបន្តមកទីសង្ឃាយនាលើកទី4សង្ឃាយនាលើកទី4នេះដោយសារអធិសង្ឃាយនាលើកទី4នេះប្រព្រឹត្តនៅលង្កានៅស្រីលង្កាដែលមានព្រះមហិន្ទថេរព្រះអង្គជាសង្ឃថេរសង្ឃាយនាលើកទី4នេះដោយព្រះមហិន្ទថេរនិងព្រះអង្គនិងព្រះសង្ឃគ្រប់រូបទាំងអស់ហ្នឹងចង់ឲ្យពុទ្ធសាសនាធ្វើវិន័យរបស់ព្រះសម្មាសម្ពុទ្ធនឹងតាំងមមនៅក្នុងប្រទេសស្រីលង្កាហ្នឹងដល់សង្ឃាយនាលើកទី5ដោយសារព្រះសង្ឃនៅវត្តមហាវិហារនិងអភ័យគិរីទាំងពីរនោះបែកបាក់គ្នាឆ្កោះគ្នាដោយសារបរិជាលោកទំនុកបំរុងព្រះសង្ឃមកខាងព្រះសង្ឃមកខាងមិនបាននោះក៏ជម្លោះជ្រុះគ្នាទៅបាក់បែកគ្នាឬពួកព្រះសង្ឃទាំងអស់លោកបានរំពឹងពិចារណាថាបើព្រះសង្ឃមានការបែកបាក់គ្នាយ៉ាងហ្នឹងជាហេតុនាំឲ្យពុទ្ធសាសនានឹងសាបសូន្យអន្តរជាតិអស់នឹងជាហេតុទី1ហេតុទី2នឹងដោយសារយល់ថាព្រះសង្ឃក្នុងពុទ្ធសាសនានឹងកាន់តែខ្សោយទៅលោកអ្នកដែលត្រូវត្រង់ព្រះត្រៃបិដកនឹងបើតែចាំសូត្របាននឹងវាចេះតែអស់ចេះតែរលាស់ទៅម្ល៉េះហើយប្រជុំធ្វើសង្ឃាយនានោះដើម្បីនឹងលើកយកបត្រៃបដកមកបត្រាជាតួអក្សរតួអក្សរនៅក្នុងស្លឹករឹតក៏នឹងដើម្បីឲ្យព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធនឹងគង់វង្សនៅនឹងមានហេតុពីរណារឿងដែលធ្វើសង្ឃាយនា5លើកគឺមានហេតុចឹងបើឥឡូវនេះដល់មកបច្ចុប្បន្នយើងនឹងក៏មានបុគ្គលដែលមិឆាទិដ្ឋិជាពូលពាក្យចម្រងចម្រាស់វាយគុំមកលើពុទ្ធសាសនាមានទាំងអ្នកមួយយើងទៅចូលរួមផងមិនមែនជារឿងតូចទេណាបងតើណារឿងនឹងធំណាបើយើងមិនបានគិតថារឿងនេះវាស្រួលដល់យើងយកបញ្ញារបស់យើងមកគិតថារឿងនេះខ្លាំងព្រោះវាកំពុងដើរអប់រំពួកយុវជនបញ្ញវន្តយើងដែលគ្នាមិនទាន់ដឹងអីសោះមិនស្គាល់អ្វីជាសាសនាផងពួកនឹងអស់ទាញញែកតាពួកនឹងអស់ទាញញែកបំផុតមិនគេតែប្រទេសនៅលើលោក
ติดให้ตะปูอยู่จนปูปัญญวันหนึ่งไอ้บักบอลนั้นติดให้ปูต้องไปบ้าแต่อะไรยังปัจจุบันนั้นชิวเรื่องนั้นเดียวหรือเราทำเองนั้นบางอย่างต้องเอาคนนี้ปูเกิดช่างการนาสมโยงโยสมได้หรือเปล่าก็นักปะจูงนั้นมันใหญ่เมื่อมองความตื่นใจที่ปูถ้าอาเจ้าทำเยี่ยมถ้าอาเจ้าทำเยี่ยมนั่งทอดนั้นนะบอกนะเปียโบราณโดนตาเยี่ยงปีเปรย์นี้ลูกเมียนโปลได้เพราะลูกโปลเฉียบใบเพียซาสับบรอกเมียนเซลเธอลูกท่าเจ้าเมียนบูนลูกท่าเจ้าสระเจ้าเปรย์เจ้าเก่าไอ้เจ้าสเปียเยี่ยมลูกโปลเปียเพียซาสับบรอกนั้นสนักเจ้าอัตงวันเน่เวียนละมองเชียที่สันดาตรุกเนียนะลูกท่าเจ้าสระเจ้าเปรย์เจ้าเก่าไอ้เจ้าสเปียเยี่ยมเมียนอูนนะแต่แล้วที่มันท่าเจ้าเปียเยี่ยมได้ก็ท่าอาเจ้าทองเยี่ยมที่ผมกล้าเรียบประโยชน์เอาแต่กันแต่ทวนเอาไปเอาเดี๋ยวมุดโชว์ตกน้องจัดระบบผู้ยุวชนผู้ปัญญาวันยืนเอาชื่อจักรมาคือถ้าผู้อาเจ้าทองเยี่ยมดาวพลังปินตะปฏิปินตะนโกอัดเมียนนาสเกลอาเจ้าทองเยี่ยมนั่งเตะเปียนั่งเปอร์เซ็นต์ดอกผู้อายุชนผู้ปัญญาวันเลือจะเต้าคือเรากระหายครั้งนะโดยเจียบเพียซาหรือว่าผู้ขมายดอกหอมเกณฑ์ใหญ่จิมรีอย่างนี้นะแต่ถ้าปีฟันชนะมาให้โรงตุกเอ็กซ์ไว้ได้มั่งที่เชิญยังจะเกิดปีฟันชนะพลายแม่นมั่งไงนะแม่นจะยังเนี่ยผู้พุทธศาสนาแม่นเราพุทธศาสนาได้ที่เชิญหนึ่งแต่โรงตุกเอ็กซ์ไว้ได้มั่งที่เชิญอันนั้นจังไอ้แกปราเปียธาประสังนั่นที่เชื่องเตี้ยมสังคมลูดละแต่ว่ารู้จะเชื่องวิ่งจุกเจียมเราเพียซานั่งยังย่อมมาเกิดเติมมันเข้าเพียเตเชื่อการอักรอยนี่คลังเชียงอามุนนะทีบริเวณมันนี่ไอ้ตอนนี้ไอ้ดาวป่องออกของพอลฟิ้งแต่ประเทศนั่นจังรู้อาศัยแห่งยังไงยื่นตลอดนี้เชียนเนบุกน้องพุทธศาสนาก็ยื่นมันกู้สีมแนวเนี่ยกู้แต่รูปสามัคคีเนี่ยแต่ออกเนี่ยไปหนึ่งกาเปียนเอาเวียดเตะระบบคนไม่ชาติเทคนิคคุยอย่างน้าอ้อยผู้อัศบรอนนั่งเบียสงบระงับตัวเองก็อ้อยเดียกราบอ้อยเดียสงบตัวเองอ้อยยุวิจวนนั่งปัญญวันยังอาจตัวเดียวเธอระบบสับปะรดคือพระพุทธศาสนานั่งไงพระพุทธศาสนาเจตเธอสับปะรดในเธอสับปะรดนั่งแต่ในใจตัวกันสับปะรดโดยเนี้ยบ้านเงี้ยชาวบ้านในใจตัวกันปูเปียสดับมันบานเตะอาศัยขึ้นเราเลยยืนต่อเนี้ยได้ไงขนมออกการได้ยืนไปชุ่มเนี่ยเต้าโดดได้มาเตะอยู่บอลเนี่ยเต้าสัตว์ปัญญาวันเต้าสัตว์นุบันเด็ดเต้าประสังยืนสัตว์ไงเนี่ยเราไปทีนัดดำไปหนึ่งตุ้งต้นกรมมาที่ไปถึงออกพวกใบยังมือสำลังมือขนมซ้ำปฏิบูนประโยชน์ปัจจุบันบุญมือตรังอารักขซ้ำปฏิอารักขซ้ำปฏิคือดอกกาพร้อมดอกกาแทนสาคือเยื่อต่ออกนี้เราแทนสาไปถ้าแทนสาเราว่าพระพุทธศาสนาพระพุทธศาสนาเนี่ยพระศาสนาเกี่ยวกับมรดกเจียเมียนทำไรเชี่ยงต้องไปเกิดสมไปติดพบโลกสัตว์ไงแนวทางเราได้ข้ามได้ที่ตัวเกิดพุทธศาสนาประกาศนาครูองมหาสันนิบาตยังเฉลี่ยไอ้สมไปสหองการศาสนาเชียที่ตัวเกิดพุทธศาสนาก็โคการระบบพุทธศาสนายึงอ่อนนักคือโคกาอาหังซาที่พบโลกที่กำปงแต่ปังกราบกำปงแต่ปังเรียบเพื่อหังซาแต่ระบบพุทธศาสนายังเมียนโคเตอร์
ហិង្សានៅនឹងស្រេចឲ្យទៅអង្គការសហប្រជាជាតិគេយកទៅទុកជាកម្មវិធីបុណ្យមួយគឺបុណ្យពិសាខបូជាបុណ្យពុទ្ធសាសនានៅក្នុងអង្គការសហប្រជាជាតិយើងមើលទៅគួរយើងអ្នកកាន់ពុទ្ធសាសនាយើងមានមោទនភាពសម្បត្តិណាស់សម្រាប់ពុទ្ធសាសនាហ្នឹងអាស្រ័យឲ្យនេះយើងទាំងអស់គ្នាគឺថាมันអាចបង្ងើយកន្តើយបានទេយើងត្រូវតែគួរដៃគ្នាសាមគ្គីគ្នាដើម្បីនឹងការពារពុទ្ធសាសនាហើយនឹងរងាប់ហើយនឹងបំបត្តិនៅពុទ្ធបុគ្គលដែលជាមិច្ឆាទិដ្ឋិវាសំខាន់បំផុតពួកអ្នកបួសយើងណាពួកភិក្ខុបព្វជិតយើងទៅចូលរួមដែរណាហ្នឹងពួកភិក្ខុអត់នឹងប្រហែលជាខ្សែស្រឡាយសាវកអីទេវត្រិតណានៅខ្សែសល់ហ្នឹងពួកដែលចូលដៃនៅគណៈបច្ចុប្បន្នតែខ្សែស្រឡាយទេវត្រិតហ្នឹងនៅសល់តែកូនចៅពុយធំនៅមិនត្រូវអស់តែហ្នឹងក៏ជាបញ្ហាមួយដែលយើងត្រូវគិតដែរសម្រាប់ពួកភិក្ខុណាយើងស្រាវជ្រាវទៅរកឃើញយកមកអប់រំអីយ៉ាងណាទៅកុំបណ្ដៅទឹកចិត្តបើទទួលយកមនោគមវិជ្ជាណាដូចជាមិនងាយនឹងអប់រំទេព្រោះនោះទៅកាន់ផ្លូវឆ្វេងហើយយ៉ាងបាទនឹងជារឿងដែលយើងទាំងអស់គ្នានឹងស្រាវគិតឲ្យយ៉ាងខ្លាំងក្លាបំផុតតែរិទ្ធិយ៉ាងទៀតបុគ្គលមិច្ឆាទិដ្ឋិនេះវាប្រកាសថាអត់មានសាសនាទៅហើយបើសិនណាបុគ្គលនឹងជាពុទ្ធបរិស័ទធ្លាប់ជាពុទ្ធបរិស័ទពីមុនមកដល់វាត្រឡប់ទៅជាបុគ្គលមិច្ឆាទិដ្ឋិនេះក្នុងព្រះវិន័យឲ្យកាប់បានណាឲ្យប្រសង់ទាំងអស់ប្រជុំគ្នាធ្វើសង្ឃកម្មធ្វើកម្មវិជ្ជាឬសូត្រញត្តិប្រកាសថាកាប់បានតែម្ដងមកកម្ពុជានេះបុគ្គលនេះទៅនឹងសំបីទៅនិមន្តទៅទៀតទៅមកធ្វើអីក៏អត់ទទួលសំបីយកអីទៅឲ្យគាត់ក្តីអីក្តីទៅប្រគេនអត់ទទួលគឺមកកម្ពុជានេះហៅត្រកូលដែលត្រូវកាប់បានប្រសង់ត្រូវកាប់បានលុះត្រាណាទៅបុគ្គលនេះមានទិដ្ឋិល្អអសមាទិដ្ឋិឡើងវិញមកសុំទោសចំពោះព្រះសង្ឃហើយព្រះសង្ឃអាចនឹងផ្ងាបាតឡើងវិញតិតោគ្នាវិញបានយកអីមកបរិភោគក៏ទទួលយកបានដែរអានេះសម្រាប់បុគ្គលនេះក្នុងពុទ្ធសាសនាគឺធ្ងន់អញ្ចឹងបើឡើយបុគ្គលនឹងវាជាមិច្ឆាទិដ្ឋិអត់មានសាសនាស្រេចទៅហើយអានេះជារឿងមួយដល់បញ្ចាំងខ្ញុំកណាសុំចូលរួមមតិតែប៉ុណ្ណឹងសម្រាប់បញ្ហាដែលមានចំពោះមុខក្នុងអនុសង្ឃបច្ចរមហាសន្និបាតនេះខ្ញុំករណាជឿថាប្រកាសណាគ្រប់រូបទាំងអស់ក៏មិនស្ងប់មិនស្ងៀមដែរព្រោះมันមិនជាអ្នកដែរមិនដឹងអីទេសត្វតែអ្នកសិក្សារៀនសូត្រខ្ញុំបណ្ដាកក់ក្ដៅតែកិច្ចការនេះនឹងអាចទប់ទល់បានក្នុងអនាគតដ៏ខ្លីខាងមុខនេះសូមអរគុណនិងអរ